លោកដូណាល់ត្រាំបានលោកចាប់ដៃជាមួយនឹងប្រធានាធិបតីទូគីលោកអេដូហ្គិនដែលមុនពេលកិច្ចប្រជុំកំពូល NATO ប្រចាំឆ្នាំនៅថ្ងៃទី7 ខែកក្កដាឆ្នាំ2026នៅទីក្រុងអង្ការ៉ាប្រទេសទូគីលោកត្រាំបាននិយាយវាយប្រហារ NATO គណៈថ្ងៃដំបូងនៃកិច្ចប្រជុំកំពូលបានបញ្ចប់នៅទីក្រុងទូគីយេមេដឹកនាំបានជួបជុំគ្នានៅទីក្រុងអង្ការ៉ាសម្រាប់កិច្ចប្រជុំកំពូលរយៈពេល2ថ្ងៃដែលក្រុងនឹងគ្របដណ្ដប់លើការចំណាយលើការពារជាតិនិងសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែនលោកប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំបានប្រកាសថាលោកមានការខកចិត្តយ៉ាងខ្លាំងចំពោះអង្គការ NATO នៅថ្ងៃដំបូងនៃកិច្ចប្រជុំកំពូលរបស់មេដឹកនាំនៃសម្ព័ន្ធភាពការពារជាតិទៅវិញទៅមកនៅទីក្រុងទូគីយេដែលបានបង្ហាញអំពីភាពតានតឹងជុំវិញការចំណាយលើការការពារជាតិរបស់អឺរ៉ុបសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែននិងអនាគតរបស់កោះ Greenland លោកត្រាំបានមកដល់ទីក្រុងអង្ការ៉ានៅថ្ងៃអង្គារសម្រាប់កិច្ចប្រជុំកំពូលរួមជាមួយនឹងមេដឹកនាំ NATO ដទៃទៀតសម័យប្រជុំនឹងប្រារព្ធឡើងនៅថ្ងៃពុធកិច្ចប្រជុំកំពូលនេះកើតឡើងនៅពេលវេលាដ៏ផុយស្រួយមួយសម្រាប់សម្ព័ន្ធភាពអាយុ77ឆ្នាំដែលបានឃើញលោកត្រាំបង្កភាពមិនចុះសម្រុងគ្នាជុំវិញអេរ៉ង់ Greenland និងការបដិញ្ញាចិត្តរបស់ទីក្រុង Washington ក្នុងការការពារសមាជិកភាពដទៃទៀតបន្ទាប់ពីរិះគន់សម្ព័ន្ធមិត្ត NATO នៅក្នុងអំឡុងពេលសន្និសីទសារព័ត៌មានជាមួយនឹងប្រធានាធិបតីលោកអេដូហ្គិនលោកត្រាំបាននិយាយថាប្រសិនបើកិច្ចប្រជុំកំពូលមិនត្រូវបានធ្វើឡើងនៅទីក្រុងទូគីយេជាកន្លែងដែលមិត្តរបស់ខ្ញុំជាមេដឹកនាំរឹងមាំម្នាក់ជាមនុស្សដ៏រឹងមាំម្នាក់វាអាចទៅរួចទេដែលខ្ញុំមិនបានចូលរួមសម្គាល់ថាในត្រង់នេះគឺលោកដូណាល់ត្រាំបានទុកលោកប្រធានាធិបតីទូគីលោកអេដូហ្គិនជាមិត្តនិងជាសម្លាញ់របស់លោកបន្ថែមជាងនេះលោកត្រាំក៏បានដាក់ឈ្មោះលើប្រទេសអឺរ៉ុបដែលយល់ថាមិនគ្រប់គ្រងក្នុងអំឡុងពេលសង្គ្រាមអាមេរិកអ៊ីស្រាអែលទៅលើអ៊ីរ៉ង់ដោយនិយាយថាយើងមិនបានគេសរសើរនិងនិយាយល្អអំពីយើងទេព្រោះយើងបានធ្វើអ្វីមួយនៅក្នុងប្រទេសអ៊ីរ៉ង់បាទនេះជាពាក្យឌៀមដាមរបស់លោកដូណាល់ត្រាំហើយលោកក៏មានប្រសាសន៍ថាហេតុអ្វីបានជាយើងចំណាយប្រាក់100,000 លានដុល្លារខណៈដែលពួកគេមិននៅទីនោះសម្រាប់យើងតែងតែនៅទីនេះសម្រាប់ពួកគេពេលនោះអ៊ីតាលីក៏បានបដិសេធអាល្លឺម៉ង់ក៏បានបដិសេធហើយបារាំងក៏បានបដិសេធតើ NATO នឹងអាចបែកបាក់សាមគ្គីភាពគ្នានៅក្នុងចំនួនដឹកនាំរបស់នាយករដ្ឋមន្ត្រីអាមេរិកលោកដូណាល់ត្រាំឬលោកដូណាល់ត្រាំក៏បានលុបនៅទណ្ឌកម្មប្រទេសទូគីនិងសហរដ្ឋអាមេរិកហើយសន្យាថានឹងលក់យន្តហោះចម្បាំង F-35 ជូនដល់ប្រទេសទូគីជាចុងបញ្ចប់នៃកិច្ចប្រជុំ NATO កំពូលនេះគឺលោកដូណាល់ត្រាំសង្កត់ន័យទៅលើចង់ឲ្យសមាជិក NATO ទាំងអស់ដើម្បីបង្កើនថវិកាការពារជាតិរបស់ពួកគេ